បងប្អូនជនភៀសខ្លួននៅមានសុវត្ថិភាពហើយទទួលបាននៅការគ្រប់គ្រងពេញលេញដោយសារតែវាត្រូវប្រើពេលហើយដែលយើងត្រូវប្រើលុយរាប់លានដុល្លារដើម្បីកសាងលំនៅឋានសមរម្យដើម្បីកុំឲ្យពួកគាត់រស់នៅទាំងលំបាកព្រោះយើងយល់ច្បាស់អំពីពេលវេលាដែលត្រូវចំណាយបានជាយើងត្រូវធ្វើផ្ទះនេះហើយផ្ទះនេះបើខ្ញុំជានាយករដ្ឋមន្ត្រីផ្ទះនេះទោះបីយើងយកត្រឡប់ផ្ទះរបស់គាត់ទឹកដីរបស់គាត់បានត្រឡប់មកវិញផ្ទះនេះក៏គួរคล้ายទៅជាកាដូអនុស្សាវរីយ៍ជូនប្រជាជនភាសឹកនឹងតែម្ដងទៅវាល្អជាងបានជាគាត់ទៅរស់នៅក្នុងទៅហើយថ្ងៃក្រោយគាត់មានប្រពន្ធមានកូនមានប្តីអីទៀតទៅចែកជូនគាត់តែម្ដងទៅនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតអើយអាហ្នឹងបើសិនជាពុកនៅធ្វើនាយករដ្ឋមន្ត្រីឯពុកសម្រេចចិត្តហើយណាអាហ្នឹងថ្ងៃក្រោយទេរឿងថ្ងៃក្រោយប៉ុន្តែពុកគិតទុកឲ្យហើយទេ